ជាដំបូងសូមគ្រប់លោកគ្រូទេនាងខ្ញុំឈ្មោះជាចន្ទារៀននៅថ្នាក់ A លេខរៀនទី 18 អញ្ចឹងថ្ងៃនេះនាងខ្ញុំសូមមកធ្វើការបកស្រាយអំពីមេរៀនទី 10 ដែលមានចំណាត់ជើងថាការវិតម្លៃផលបត្តិចាក្នុងមេរៀននេះដែរគឺមានវត្ថុបំណងដូចជាកំណត់បានពីនិយមន័យនៃការវិតម្លៃផលបត្តិរៀបរាប់អំពីចរិតលក្ខណៈផលបត្តិកំណត់វេទិកាដែលអាចផ្ទុកផលបត្តិ Digital និងទម្លាប់ប្រើប្រាស់ផលបត្តិក្នុងមេរៀននេះដែរមានវេទិកាចំនួន 6 ទី 1 គឺជាការវិតម្លៃផលបត្តិទី 2 ចរិតលក្ខណៈផលបត្តិទី 3 គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិចំណុចទី 4 ប្រភេទផលបត្តិចំណុចទី 5 ការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិនិងចំណុចទី 6 ការសង្ខេបមេរៀនមុននឹងយើងឈានដល់ការស្គាល់និយមន័យការវិតម្លៃផលបត្តិយើងមកស្គាល់ពាក្យថាផលបត្តិសិនពាក្យថាផលបត្តិនោះមានន័យថាជាការប្រមូលផ្ដុំកិច្ចការនិងភស្តុតាងការសិក្សារបស់សិស្សអញ្ចឹងការវិតម្លៃផលបត្តិនោះមានន័យថាជាការវិតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សក្នុងរយៈពេលណាមួយក្នុងគោលបំណងប្រើប្រាស់ដើម្បីពណ៌នាពីការប្រឹងប្រែងការរីកចម្រើននិងការសម្រេចសមិទ្ធផលរបស់សិស្សក្នុងមុខវិជ្ជាណាមួយចំណុចទី 2 ចរិតលក្ខណៈរបស់ផលបត្តិចរិតលក្ខណៈនៃផលបត្តិនេះគឺចែកចេញជា3លក្ខណៈសំខាន់គឺទី 1 ការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់ចាតើយើងត្រូវមានគោលបំណងយ៉ាងអ្វីខ្លះដើម្បីឲ្យសិស្សធ្វើជាកិច្ចការដើម្បីយកមកដាក់ជាផលបត្តិចំណុចទី 2 សិស្សត្រូវចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលក្នុងផលបត្តិអញ្ចឹងបើសិនណាយើងមានគោលបំណងច្បាស់លាស់ហើយប៉ុន្តែសិស្សមិនចូលរួមក៏ផលបត្តិហ្នឹងគឺអត់មានដំណើរការកើតឡើងដែរទី 3 សិស្សត្រូវចូលរួមយ៉ាងសកម្មនៅក្នុងការឆ្លុះបញ្ចាំងខ្លួនឯងចំណុចនេះមានន័យថាពេលសិស្សចូលរួមប្រមូលឬក៏ជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលនៅផលបត្តិហើយសិស្សក៏ត្រូវមានតួនាទីចូលរួមនៅក្នុងការឆ្លុះបញ្ចាំងខ្លួនឯងដែរថាតើខ្លួនឯងហ្នឹងមានចំណុចខ្លាំងចំណុចខ្សោយត្រង់ណាខ្លះយល់ដឹងអ្វីខ្លះអំពីការធ្វើផលបត្តិហ្នឹងហើយគោលបំណងសម្រាប់គោលបំណងនៃការធ្វើផលបត្តិហ្នឹងគឺត្រូវតែបញ្ជាជាមួយនឹងវត្ថុបំណងឲ្យបានច្បាស់លាស់អញ្ចឹងបើវត្ថុបំណងយើងកំណត់យកបែបណាយើងត្រូវតែដើរតាមវត្ថុបំណងចាដើរតាមស្តង់ដារនិងដើរឲ្យត្រូវបំណិនសតវត្សទី 21ចំណុចទី 2 នោះគឺផលិតផលការងារមានន័យថាការប្រមូលការងារដែលបានប្រមូលផ្ដុំនោះគឺរៀបចំបានល្អនិងមានលក្ខណៈជាប្រព័ន្ធទី 3 ចំពោះសិស្សមានន័យថាសិស្សគឺត្រូវតែមានការចូលរួមលើកទឹកចិត្តយ៉ាងខ្ពស់អំពីគ្រូប្រចាំថ្នាក់សិស្សត្រូវមានស្នាដៃជារបស់សិស្សម្នាក់មិនមែនបានន័យថាគឺជាស្នាដៃរួមសិស្សក្នុងមួយថ្នាក់ទេគឺសិស្សមួយថ្នាក់ហ្នឹងត្រូវមានស្នាដៃជាឯកជនផ្ទាល់ខ្លួន 3 គុណវិបត្តិនិងគុណសម្បត្តិរបស់នៃការប្រើប្រាស់ផលបត្តិចំពោះគុណវិបត្តិនោះមានន័យថាគុណសម្បត្តិមានន័យថាគឺជាការជំរុញស្វ័យវិតម្លៃបង្កើតការលើកទឹកចិត្តសិស្សផ្ដោតទៅលើចំណុចខ្លាំងនៅអ្វីដែលពួកគេអាចធ្វើបានការវិតម្លៃមានលក្ខណៈជាបុគ្គលចាគឺវិតម្លៃចំពោះស្នាដៃសិស្សម្នាក់មានការផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចប្រជុំរបស់ឪពុកម្ដាយអញ្ចឹងយើងធ្វើផលបត្តិមួយក៏យើងត្រូវតែមានការដឹងឮនិងការចូលរួមរបស់ឪពុកម្ដាយសិស្សដូចគ្នាហើយយើងត្រូវមានភាពបត់បែននិងប្រែប្រួលទៅតាមគោលបំណងរបស់យើងដូចគ្នាចំពោះគុណវិបត្តិនោះមានន័យថាគឺជាអ្វីដែលយើងត្រូវមានសម្រាប់ការបង្កើតឬក៏ប្រើប្រាស់ផលបត្តិអញ្ចឹងដើម្បីធ្វើផលបត្តិឲ្យសិស្សម្នាក់បានទី 1 គ្រូត្រូវមានការបណ្ដុះបណ្ដាលច្បាស់លាស់និងមានបច្ចេកទេសត្រឹមត្រូវក្នុងការបង្កើតផលបត្តិឲ្យសិស្សទី 2 រាល់ការដាក់បន្ទុកចំពោះផលបត្តិសិស្សគឺមានការពិបាកមានការពិបាកយើងពិបាកនឹងការថ្លឹងថ្លែងនិងការដាក់បន្ទុកឲ្យសិស្សថាសិស្សណាល្អជាងនឹងមិនល្អណាព្រោះអីវាខុសអំពីការធ្វើសំណួរចម្លើយទី 1 ទៀតគឺចំណាយពេលច្រើននៅក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យអញ្ចឹងយើងអាចទៅចំណាយពេលតិចទេព្រោះអីការវិនិច្ឆ័យយើងត្រូវការរយៈពេលយូរដើម្បីឲ្យធ្វើការវិនិច្ឆ័យហ្នឹងបានច្បាស់លាស់កុំឲ្យមានភាពលំអៀងខ្លាំងពេករវាងសិស្សម្នាក់ព្រោះអីផលបត្តិមួយរបស់សិស្សហ្នឹងគឺវាផ្សេងគ្នាវាមិនមែនដូចគ្នាដូចយើងធ្វើជាលំហាត់សំណួរចម្លើយបិទនោះទេគុណវិបត្តិបន្តទៀតមានន័យថាគឺសិស្សជ្រើសរើសព័ត៌មានដាក់បញ្ចូលក្នុងផលបត្តិមិនបានល្អដោយសារសិស្សអត់ទាន់មានចំណេះដឹងខាងការបង្កើតផលបត្តិហ្នឹងច្បាស់លាស់ទី
ចំណុចមួយទៀតគឺឪពុកម្ដាយគាត់នឹងពិបាកយល់ធម្មតាការបង្កើតផលបត្តិមួយត្រូវតែមានការចូលរួមពីអាណាព្យាបាលអញ្ចឹងគុណវិបត្តិរបស់វាគឺឪពុកម្ដាយគឺគាត់ពិបាកយល់មិនដឹងថាផលបត្តិហ្នឹងគេត្រូវគេធ្វើមិនគេត្រូវការយ៉ាងម៉េចខ្លះមានដំណងអ្វីអញ្ចឹងនេះគឺជាគុណវិបត្តិនៃការធ្វើផលបត្តិប្រភេទផលបត្តិហ្នឹងមាន4ប្រភេទប៉ុន្តែបច្ចុប្បន្នគឺត្រូវរួមបញ្ចូលជាមួយនឹងផលបត្តិ digital មួយទៀតមានន័យថាមាន5ចាទី1ផលបត្តិស្នាដៃនេះមានន័យថាគឺជាកិច្ចការល្អបំផុតរបស់សិស្សទី2ផលបត្តិសមត្ថភាពនឹងមានន័យថាគឺជាការបង្ហាញពីកម្រិតនៃសមិទ្ធផលរបស់សិស្សទី3ផលបត្តិគម្រោងនឹងមានន័យថាគឺជាការចងក្រងឯកសារនៃការបញ្ចប់ជំហាននីមួយៗទី4ការផលបត្តិប្រតិការរីកចម្រើនផលបត្តិប្រតិការរីកចម្រើននោះមានន័យថាវាបង្ហាញអំពីវឌ្ឍនភាពឆ្ពោះទៅរកការសិក្សាមុខវិជ្ជាមួយកាន់តែប្រសើររបស់សិស្សផលបត្តិ digital នោះមានន័យថាគឺជាការផ្លាស់ប្ដូរការប្រមូលភស្តុតាងអេឡិចត្រូនិកនឹងដែលជាធម្មតាត្រូវបានរក្សាទុកនិងគ្រប់គ្រងនៅលើអ៊ីនធឺណិតដោយប្រើកម្មវិធី software ណាមួយ6សារៈសំខាន់នៃប្រភេទនៃផលបត្តិ digital សារៈសំខាន់នៃផលបត្តិ digital ហ្នឹងគឺវាប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពចា5ការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិហ្នឹងគឺមាន9ជំហានទី1គឺកំណត់គោលបំណងចាដើម្បីអនុវត្តនិងរៀបចំធ្វើផលបត្តិមួយបានគឺយើងត្រូវតែមានគោលបំណងចាគឺកំណត់គោលបំណងឲ្យច្បាស់លាស់ថាយើងត្រូវធ្វើផលបត្តិអំពីអ្វីទី2កំណត់រចនាសម្ព័ន្ធនិងរូបរាង digital អញ្ចឹងយើងត្រូវតែបង្កើតជារចនាសម្ព័ន្ធឬក៏កំណត់ដើម្បីឲ្យការដំណើរការនៃការបង្កើតផលបត្តិរបស់យើងហ្នឹងគឺមានភាពទៅរលូនទី4ទី3គឺការកំណត់ខ្លឹមសារថាតើយើងចង់ធ្វើផលបត្តិហ្នឹងអំពីអ្វីទី4កំណត់ការណែនាំស្វ័យវិតម្លៃនិងលក្ខណៈជាតាមចំណុចនេះគឺយើងត្រូវតែណែនាំសិស្សឲ្យមានសមត្ថភាពក្នុងការវិតម្លៃដោយខ្លួនឯងទី5ពិនិត្យឡើងវិញជាមួយសិស្សអញ្ចឹងនៅពេលដែលសិស្សបង្កើតឬក៏ប្រមូលផលឯកសារដាក់ចូលជាផលបត្តិបានហើយយើងត្រូវតែជួយពិនិត្យជួយពិនិត្យឡើងវិញជួយពិនិត្យជាមួយសិស្សមិនមែនបានន័យថាយើងពិនិត្យតែម្នាក់ឯងឬក៏ឲ្យសិស្សពិនិត្យតែដោយខ្លួនឯងទេទី6ការដាក់ខ្លឹមសារទី7ស្វ័យវិតម្លៃរបស់សិស្សលើខ្លឹមសារមេរៀនត្រឹមនេះគឺមានន័យថាចង់ឲ្យសិស្សហ្នឹងគឺយល់ដឹងថាតើពួកគេយល់ដឹងអ្វីខ្លះរៀនបានអ្វីខ្លះពីការធ្វើផលបត្តិឬក៏ប្រមូលឯកសារយកមកដាក់ផលបត្តិទី8ការវិតម្លៃរបស់គ្រូនិងព័ត៌មានត្រឡប់ចំណុចនេះគឺមានន័យថានៅពេលដែលគ្រូប្រមូលឯកសារមកធ្វើជាផលបត្តិហើយគ្រូនឹងវិតម្លៃបន្ទាប់ពីការវិតម្លៃហើយគ្រូនឹងមានជាការផ្ដល់ព័ត៌មានត្រឡប់ថាតើចំណុចល្អត្រង់ណាចំណុចត្រូវកែលម្អត្រង់ណាអញ្ចឹងគ្រូត្រូវពិនិត្យឲ្យបានម៉ត់ចត់ជាក់លាក់ហើយគ្រូនឹងធ្វើការផ្ដល់ព័ត៌មានត្រឡប់ជូនសិស្សម្នាក់រៀងៗខ្លួនបន្ទាប់ពីធ្វើការផ្ដល់ព័ត៌មានត្រឡប់រួចរាល់គ្រូក៏ត្រូវតែកំណត់ពេលវេលាឲ្យមានការកាច់ប្រជុំរវាងគ្រូនិងសិស្សអញ្ចឹងយ៉ាងហោចណាស់ក៏ឲ្យបានមួយឆមាសម្ដងឬក៏2ដងដែរសម្រាប់ដំណើរការរៀបចំធ្វើផលបត្តិនិងអនុវត្តការវិតម្លៃផលបត្តិចំណុចទី6ធំគឺការសង្ខេបមេរៀនសារៈសំខាន់នៃការសម្រាប់សំខាន់នៃផលបត្តិគឺជាការប្រមូលនិងវិតម្លៃស្នាដៃរបស់ស្នាដៃការងាររបស់សិស្សដែលបង្ហាញអំពីវឌ្ឍនភាពឆ្ពោះទៅសម្រាប់លទ្ធផលការសិក្សារំពឹងទុកនិងការសម្រេចនៅស្តង់ដារការសិក្សាដោយរួមបញ្ចូលនូវគោលការណ៍នៃការវិតម្លៃអនុវត្តជាមួយនឹងស្វ័យឆ្លុះបញ្ចាំងផលបត្តិនិងផលបត្តិអេឡិចត្រូនិកអាចជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បីកែលម្អការសិក្សារបស់សិស្សជាមួយនឹងភាពបត់បែនដែលមានក្នុងផលបត្តិវាមានភាពងាយស្រួលក្នុងការវិតម្លៃជាលក្ខណៈបុគ្គលដូច្នេះអ្នកអាចបង្កើតការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយអត្ថន័យដល់សិស្សម្នាក់ៗចាអញ្ចឹងការបកស្រាយនិងការសង្ខេបមេរៀនរបស់នាងខ្ញុំសូមចប់តែប៉ុណ្ណេះចានាងខ្ញុំសូមអរគុណ